សាមយុទ្ធសាមយុទ្ធរូបខ្ញុំពុំដែលលហើយចិត្តសពថ្ងៃរីគិតពង្រឹងរិទ្ធធីសាមយុទ្ធរូបខ្ញុំពុំដែលលហើយចិត្តសពថ្ងៃរីគិតពង្រឹងរិទ្ធធីបំណងស្វែងរកកំណត់បារមីពង្រឹងរិទ្ធធីជាស្ដេចអាទិទេពនៅលើព្រឹកព្រៃដែនដីនៃរញ្ជរានេះមានទ្រព្យសម្បត្តិដែលមានមហិទ្ធិឫទ្ធិច្រើនណាស់តែយើងមិនដឹងបង្កប់ទុកនៅទីណាឡើយ 3-4 ថ្ងៃទៅហើយដែលយើងប្រាក់ឲ្យពួកព្រាយបិសាចទៅស៊ើបការមើលចុះហេតុអ្វីស្មើនេះហើយមិនទាន់ឃើញអាណាមួយត្រឡប់មកសោះប្រមាថលោកម្ចាស់ប្រមាថលោកម្ចាស់ជប់សិនពួកព្រាយបិសាចទាំងអស់គ្នាអូអបិសាចឯងត្រឡប់មកហើយឬប្រមាថលោកម្ចាស់ចុះដំណើរស៊ើបការឯងបានក្តាប់ពីសភាពការអ្វីខ្លះទៅហ៎ប្រមាថលោកម្ចាស់ពួកបិសាចខ្ញុំបានដើររុករៀនទៅគ្រប់ទីតំបន់ត្រូវនឹកស្រុកគ្រារៀងធ្វើឲ្យស្ទះដំណើរយ៉ាងខ្លាំងតែសូមលោកម្ចាស់កុំបារម្ភឲ្យសោះគង់តែមានសេចក្តីសង្ឃឹមទេបាទអូគង់តែមានសង្ឃឹមចុះឯងចង់ធ្វើម៉េចទៅអាបិសាចប្រមាថលោកម្ចាស់បើតាមពួកបិសាចដើរស៊ើបការបានដឹងច្បាស់ថានៅលើទឹកដីនៃរាជរាមមានចង្គៀងទឹកមួយដែលមានមហិទ្ធិឫទ្ធិបាទមានចង្គៀងទឹកតែចង្គៀងទឹកនោះបានបាត់រស័តរប្រយដំណឥឡូវមិនដឹងស្ថិតនៅទីកន្លែងណាទេបាទអូបានសេចក្តីថានៅលើព្រឹកព្រៃដែនដីនៃរញ្ជរានេះមានចង្គៀងទឹកមួយដែលត្រូវបាត់បង់តាំងពីយូរលង់មកប្រសើរណាស់បិសាចឯងពិតជាបានការមែនបាទសូមអរគុណលោកម្ចាស់បាញ់ជឹងយើងនឹងប្រើកញ្ចក់ទឹកសេពវីតាមីនរកមើលតើចង្គៀងទឹកនោះវាស្ថិតនៅទីណាកញ្ចក់ទឹកឆ្លោះបញ្ចាំងភ្លាមឆ្លោះបញ្ចាំងភ្លាមចង្គៀងទឹកពិតប្រកបមែនហើយពួកព្រាយបិសាចទាំងអស់គ្នាយើងដឹងច្បាស់ថាចង្គៀងទឹកនោះវាស្ថិតនៅទីណាហើយចង្គៀងទឹកគឺជារបស់យើងគឺជារបស់យើងជ្រោះជ្រៅសែនឆ្ងាយពុំរសាយចិត្តលុតដមមោះមុតចិត្តគ្រូអាចារ្យស្មឹងស្មាតសមាធិយល់គ្រប់សាច់ការកំបាំងអត់អាព្រឹកព្រៃប្រតលមានដើមកំណត់ប្រភពមន្ត្រីចេញจากវាំងជ័យស្អប់ល្បិចកិច្ចកលចូលព្រៃសាងភ្នួងបួងសាងកុសលយកព្រៃជ្រុងជ្រៅ
សិស្សសូមគ្រប់ប្រណិប័តសម្ដេចព្រះគ្រូអាចារ្យបាទល្អហើយកូនសិស្សទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃជួបជុំគ្នាហើយតើមានសិស្សណាម្នាក់ខកខានមិនបានចូលមករួមទេចៅសិរាព្រះបាទព្រះគ្រូសិស្សទាំងអស់គ្នាបានមកជុំគ្នាអស់ហើយសូមសម្ដេចព្រះគ្រូសពប្រោះមុខវិជ្ជាដល់សិស្សគ្រប់រូបទៀតចុះសម្ដេចព្រះគ្រូបើអញ្ចឹងប្រញាប់បញ្ចេញក្បាច់ឲ្យគ្រូពិនិត្យមកមើលព្រះបាទសម្ដេចព្រះគ្រូក្បាច់ភ្លាមចៅសិទ្ធប្រសើរណាស់គ្រាន់តែមួយរយៈពេលខ្លីតែប៉ុណ្ណោះសិស្សទាំងអស់គ្នាក៏បានចេះចាំយ៉ាងស្ទាត់ក្បាច់ទាំងប៉ុន្មានដែលគ្រូបានបង្ហាត់អោយជាពិសេសគឺចៅសិទ្ធនោះឯងណាសិស្សសូមថ្លែងអំណរព្រះគុណសម្ដេចព្រះគ្រូជំរាបព្រះគ្រូហើយចុះណាក់ម៉ៃខ្ញុំព្រះគ្រូឲ្យតម្លៃយ៉ាងណាដែរទៅបាទណាក់ម៉ាច់ចង់ឲ្យគ្រូឲ្យតម្លៃពីសមត្ថភាពរបស់ណាក់ម៉ាច់ឯងឬបាទណែក្បាច់គុណក៏ដូចគេដូចឯងចឹងដែរតែមាននៅអាក្បាច់ខ្លះត្រូវតែខិតខំដោះខាត់បន្តទៀតណាអាយ៉ាហើយចុះនៅស្នៀតណាទៀតដែលណាក់ម៉ៃខ្ញុំមិនតន់ដោះខាត់ព្រះគ្រូអណែពលពេលស្នៀតតោកស្នៀតក្រាបស្នៀតចាប់ស្នៀតផ្លោមណាក់ម៉ៃខ្ញុំចេះស្ទាត់ស្ទើរអស់ទៅហើយចុះនៅស្នៀតណាទៀតដែលណាក់ម៉ៃខ្ញុំមិនតន់ដោះខាត់ព្រះគ្រូគឺនៅអាស្នៀតខិលខូចនោះអីពិតប្រកបណាព្រះគ្រូអាម៉េងនេះពេលដែលពួកកូនសិស្សកំពុងតែមុជទឹកបលែងគ្នាលេងពេលនោះបងម៉ាច់គេក៏មកលបលួចមើលពួកសឹកមុតទឹកដែរព្រះគ្រូសិស្សមិនចង់ចិត្តទេបងម៉ាច់ខិលខូចចិត្តដូចស្វាព្រៃអាយ៉ូហ៊ានលួចមើលស្រីបន្លែងកុងគៀលួចមើលតិចមិនបានធ្វើផ្នែកលីងឡង់ពពោះមាត់ធាអាយ៉ូស្រីមិនកុងគៀមានអ្វីប្រសើរអូយអាចទៅយកខ្ញុំអើយបានហើយសិស្សទាំងអស់គ្នាព្រះបាទព្រះគ្រូថ្ងៃនេះគឺជាថ្ងៃជួបជុំគ្នាហើយគ្រូគិតថាសូមលាកូនសិស្សទាំងអស់គ្នានេះចេញទៅប្រតិបត្តិធម៌នៅតំបន់ឆ្ងាយណាជីសម្ដេចព្រះគ្រូសម្ដេចព្រះគ្រូគិតធ្វើដំណើរទៅប្រតិបត្តិធម៌នៅតំបន់ណាអញ្ចឹងសម្ដេចព្រះគ្រូគឺទៅប្រតិបត្តិធម៌នៅព្រៃហេមពៀនហើយមិនដឹងតែថ្ងៃណាគ្រូនឹងត្រឡប់មកវិញទេបបិទ្ធព្រះគ្រូហេតុអីព្រះគ្រូធ្វើដំណើរទៅឆ្ងាយម្លេះព្រះគ្រូទៅចូលកូនសិស្សកូនសេះកូនប្រប៉ែឲ្យនៅទីនេះកំព្រារងាឬមែនទេនាងចិត្តនាងឆាយពិតប្រាកដណាស់ព្រះគ្រូធ្វើដំណើរទៅហើយតើមាននរណាហត់ពាត់កូនសិស្សតទៅទៀតសម្ដេចព្រះគ្រូសិស្សទាំងអស់គ្នាដោយគ្រូយល់ឃើញថាតម្រេះវិជ្ជាតាំងប៉ុន្មានគ្រូបានបង្ហាត់បង្រៀនអោយឃើញថាចេះចាំលមុំក្រនដែរណាស់ទៅហើយបានជាគ្រូសម្រេចចិត្តថា
គ្រូចេញទៅប្រតិបត្តិធម៌នៅស្រុកឆ្ងាយណាដំរេងចេះចាមេយ៉ាសិតសឹងអើយចេះសោកមកគ្រូផ្ដល់លេកុំណប់មេយ៉ាគ្មានលក្ខទុកទេដំរេងចេះដឹងអើយសិតសឹងចេះសោកគ្រូផ្ដល់លេកុំណប់មេយ៉ាគ្មានលក្ខទុកទេគួយចេញទៅឆ្ងាយថ្ងៃរាប់មេឆ្នាំខែសិស្សអើយជួយថែគេពីដូនតា ព្រះគ្រូអើយឃ្លាតឆ្ងាយសង្ស្ដាយម្លែទេយប់ថ្ងៃអត់លហើយលូស្អាយអូនមកកាព្រះគ្រូអើយឃ្លាតឆ្ងាយសង្ស្ដាយម្លែទេយប់ថ្ងៃអត់លហើយលូស្អាយអន្តកាមានគ្រូអើយពុំនឹងអើយយល់ដឹងអើយសពកាយគ្រូឆ្ងាយកាលណាហោរាយសក់សៅសម្ដេចព្រះគ្រូអើយសូមសម្ដេចព្រះគ្រូកុំដាច់ប្រតិយទៅចោលពួកសិស្សធ្វើអ្វីសម្ដេចព្រះគ្រូ អើចៅសិតគ្រូយល់ពីទឹកចិត្តរបស់ចៅសិតហើយក៏ដូចជាកូនសិស្សទាំងអស់គ្នាដែរតែនេះគឺជាកាតព្វកិច្ចរបស់គ្រូត្រូវតែចេញដំណើរណាមើលចៅសិត ប្របាទព្រះគ្រូ ព្រមទាំងសិស្សទាំងអស់គ្នា ប្របាទព្រះគ្រូ តម្រេះវិជាទាំងប៉ុន្មានគ្រូបានប្រោះព្រំអោយនោះជលសិស្សទាំងអស់គ្នាយកទៅការពារទឹកដីព្រៃភ្នំក្រំថ្មដែលជាសម្បត្តិមហាសាលរបស់ដូនតាយើងតាំងពីបុរាណកាលណា សិស្សសូមចងចាំបណ្ដាំរបស់ព្រះគ្រូហើយ មើលចៅសិត ប្របាទព្រះគ្រូ ពេលដែលគ្រូមិននៅសិស្សមើលការខុសត្រូវជំនួសគ្រូសិនចុះគ្រូលាសិនហើយ ប្របាទព្រះគ្រូសូមព្រះគ្រូធ្វើដំណើរទៅឲ្យបានសេចក្តីសុខញ៉ាំ ព្រះគ្រូធ្វើដំណើរទៅហើយគ្មានអ្នកណាស្ដីបន្ទោសឲ្យណាក់ម៉ាច់ខ្ញុំទៀតទេអណែ
មើលនាងចើតនាងឆាយនាងឯងតាំងពីនេះពីថ្ងៃនេះតទៅជប់ប្រមានខ្ញុំទៀតទៅគ្មានអ្នកណាជួយដោះស្រាយឲ្យនាងទៀតទេចាសាមយុទ្ធយើងគ្រាន់តែគួយខ្យល់ព្យុះមួយសន្ទុះពួកក្មេងខ្មាំងក៏រសាត់បាត់អស់រលីងតែនៅឯចៅមានុបមួយវាហាក់ដូចជាមានកម្លាំងកំហែងខ្លាំងពូកែមែនវាមិនត្រូវខ្យល់ផាត់ទៅឡើយបើអញ្ចឹងយើងនឹងប្រែក្រឡាខ្លួនធ្វើជាអ្នកដំណើរដើម្បីសាកល្បងទឹកចិត្តវាសិនហើយអូព្រៃភ្នំដែលមានដុំថ្មពពាក់ពពូននៅពីមុខនោះគឺជាកន្លែងលាក់ទុកនៅចង្កៀងទឹកដែលកញ្ចក់ទឹកបានបង្ហាញប្រាប់យើងនោះទេអីតែយើងមិនប្រថុយចោះទៅភ្លាមនោះទេយើងត្រូវតែពើកម្លាំងអ្នកស្រុកនៅតំបន់នេះឲ្យជួយមិនប្រសើរទេអីបងម៉ាច់នាងឆាតនាងឆាយអ្នកទាំងអស់គ្នាសັດប្រត់ទៅទីណាបាត់អស់ទៅហើយអូអាក្មេងល្អិតនោះចំជាក្រាន់បើមែនតែមិនអីទេឯងបើហេតុដូច្នេះយើងនឹងរកកលបិចដើម្បីបញ្ឆោតវាសិនហើយបងម៉ាច់នាងឆាតនាងឆាយអ្នកទាំងអស់គ្នាស្ថិតនៅទីណាពុទ្ធោអ្នកទាំងអស់គ្នាត្រូវខ្យល់ផាត់រសាត់រសាយបាត់អស់ទៅហើយបងម៉ាច់នាងឆាតនាងឆាយយុះយ៉ាឡាយកុំណាចផ្ដាច់សងឯខាហើយអមិតញេខ្ញុំអើយសត្វតែទីណាញេប្រៃឈើតូចធំឯរលំត្រៀមត្រែជ្រុងជ្រៅចលសាយប្រែពណ៌សៅមកវងវែងសັດព្រាត់ឬត្រូវបាត់បងចោលខ្ញុំត្រមងកណ្ដាលព្រៃជ្រៅបោះម៉ាច់នាងឆាតនាងឆាយអ្នកទាំងអស់គ្នាត្រូវខ្យល់ផាត់រសាត់រសាយបាត់អស់ទៅហើយខ្ញុំត្រូវតែទៅតាមរកអ្នកទាំងអស់គ្នាហើយបោះម៉ាច់នាងឆាតនាងឆាយណែចៅមានរំអូណែក្មួយប្រុសតើមានរឿងអីបានជាយំស្រែកដង្ហើយហៅមេឃហៅផ្កាយទាំងដាល់ព្រៃជ្រៅយ៉ាងហ្នឹងក្មួយជីតើលោកជាអ្នកណាគឺជាព្រាមព្រៃឬជាអ្នករកអស់តើលោកមានបានឃើញមិត្តស្រីប្រុសរបស់ខ្ញុំរសាត់ប្រត់ទៅទីណាទេលោកណែខ្ញុំពុំបានឃើញដល់ស្រមោលនរណាម្នាក់ឡើយហើយណែខ្ញុំមិនមែនជាព្រានព្រៃឬអ្នកកាប់អស់ស្អីនោះទេណែខ្ញុំជាអ្នកជួញដូរគ្រឿងអលង្ការសពសារពើថ្ងៃនេះបានមកដល់ដែននិរញ្ញរាគឺដើម្បីស្វែងរកបងប្អូនណាក្មួយអូស្វែងរកបងប្អូនហ្នឹងហើយតើបងប្អូនរបស់លោកនៅស្រុកណាប្រាប់ខ្ញុំមកមើលក្រែងខ្ញុំបានស្គាល់ណាលោក
បងប្អូនរបស់ខ្ញុំពីមុនគេរស់នៅស្រុកស្ទឹងហៅដែលនៅរញ្ជរានេះឯង អូនៅស្រុកស្ទឹងហៅគឺជាស្រុករបស់ខ្ញុំណា ហាណែថាយ៉ាងម៉េចស្ទឹងហៅជាស្រុករបស់ក្មួយ បាទ អូណែបើអញ្ចឹងឲ្យអ៊ំសួរបន្តិចតើម្ដាយក្មួយឈ្មោះអីទៅ បាទម្ដាយរបស់ក្មួយឈ្មោះសេនីណា ហាសេនីជាម្ដាយរបស់ក្មួយឬ បាទ ណែបើអញ្ចឹងចុះឪពុករបស់ក្មួយឈ្មោះអីទៅ បាទលោកឪពុករបស់ក្មួយឈ្មោះចៅសនតែគាត់ស្លាប់ចោលក្មួយតាំងពីក្មួយនៅតូចម្លេះលោកអ៊ំអើយ ពុទ្ធោចៅសនប្អូនស្លាប់ចោលបងហើយ ចៅសនប្អូន យីលោកអ៊ំចុះហេតុអីគ្រាន់តែឮសូរឈ្មោះលោកឪពុករបស់ខ្ញុំភ្លាមលោកហាក់ដូចជារន្ធត់ចិត្តខ្លាំងម្ល៉េះ មិនឲ្យយើងរន្ធត់ដេចបានបើចៅសនត្រូវជាប្អូនប្រុសបង្ការរបស់យើងនឹងហើយ ជីខ្ញុំហាក់ដូចជាបំដែលឮអ្នកម្ដាយនិយាយពីរឿងនឹងម្ដងណាសោះ ធ្វើមិនដេចក្មួយប្រុសដឹងបើយើងត្រូវព្រាត់ប្រាសពីពុកក្មួយតាំងពីពុកក្មួយមិនទាន់ដឹងក្តីម្លេះអោចៅសនអើយបងមិននឹកស្មានថាយើងបែកគ្នាអស់រយៈពេលជាង30ឆ្នាំប្លាយពេលនេះអូនត្រូវបាត់បង់ជីវិតចោលបងយ៉ាងនេះទេ កំផ្ដាច់ចំណងឲ្យបងព្រាត់អូច្រើនឆ្នាំសងសោមានដំណឹងសងថ្ងៃនេះស្មានថាបានជួបណែប្អូនប្រុសកំគ្មានសន្ដងនៅតែព្រាត់ឆ្ងាយកំអ្វីពីអ្វីឲ្យបងព្រាត់អូនកំដាច់ចំណងចង់ជានិស័យបងសែនស្រណងអាឡងអាឡៃមិនគួរអូនស្ដាយចោលបងយ៉ាងហ្នឹង ចៅសនអើយបងស្ដាយខ្លាំងណាស់នៅពេលដែលបានជួបនឹងកូនប្រុសរបស់ប្អូនបើជាប្អូនត្រូវបាត់បង់ជីវិតយ៉ាងនេះទៅវិញក្មួយប្រុសមកចិត្តអ៊ំ លោកពិតជាលោកឪពុកធំរបស់ខ្ញុំពិតប្រាកដឬទេ ពិតណាស់ក្មួយប្រុស លោកឪពុកធំ ក្មួយប្រុស លោកឪពុកធំអើយលោកឪពុកធំខ្ញុំមិននឹកស្មានថាក្រៅពីលោកឪពុកអ្នកម្ដាយខ្ញុំត្រូវមានលោកឪពុកធំត្រូវជាសាច់សាលោហិតរបស់ខ្ញុំយ៉ាងនេះទេលោកឪពុកធំអើយ មែនហើយក្មួយក្រោកឡើងទៅណាក្មួយអង្គុយសម្រាប់ទីនេះបន្តិចទៅណែក្មួយប្រុស បាទ តើសប្តាហ៍ថ្ងៃក្មួយប្រកបការងារអ្វីដែរ បាទលោកឪពុកធំហើយក្មួយគ្មានប្រកបកិច្ចការអ្វីក្រៅពីចូលព្រៃបេះផ្លែឈើយកទៅលុកចិញ្ចឹមអ្នកម្ដាយចាស់ជរាជារៀងរាល់ថ្ងៃតែប៉ុណ្ណោះទេលោកឪពុកធំហើយ យេម្ដេចក៏កំសត់ខ្លាំងម្លេះក្មួយណែបើមួយថ្ងៃរវល់តែចូលព្រៃរកអស់បេះផ្លែឈើយ៉ាងហ្នឹងតើពេលណាទៅទើបជីវិតក្មួយនឹងបានថ្កុំថ្កើងនឹងគេណែក្មួយប្រុសមិនលាក់បាំងអីនឹងក្មួយទេណាក្រៅពីរបរជួញដូរគ្រឿងអលង្ការអ៊ំនេះគឺជាមហាសេដ្ឋីណា អ៊ំគឺជាមហាសេដ្ឋី ពិតណាស់ណែក្មួយប្រុសមាសពេជ្រកែវកងរបស់អ៊ំលាក់ស្ទើរគ្រប់ទីកន្លែងណែកន្លែងនេះក៏មានមាសពេជ្រកែវកងរបស់អ៊ំលាក់ទុកផងដែរណាអរណែក្មួយប្រុស បាទ តើក្មួយចង់រួចផុតពីភាពក្រីក្រទៅទេ លោកឪពុកធំហើយតើអ្នកណាម្នាក់ដែលមិនចង់រួចផុតពីភាពក្រីក្រនោះ
អូបើចង់រួចផុតពីភាពក្រីក្រណែក្មួយប្រុសត្រូវតែជួយអ៊ំចុះទៅយកមាសពេជ្រកែវកងទូសុរកាន់ទាំងនោះជាពិសេសគឺចង្គៀងទឹកចង្គៀងទឹកជីខ្ញុំហាក់ដូចជាធ្លាប់ឮចាស់ទុំនិទានតមកហើយតើឈ្មោះនេះគេពិតប្រាកដជាលោកឪពុកធំរបស់ខ្ញុំឬទេឬក៏គេចង់សាកល្បងលើទឹកចិត្តរបស់ខ្ញុំតើណាហើយបណ្ដោយតាមវាសនាទៅចុះណែលោកឪពុកធំមិនក្មួយប្រុសចង្គៀងទឹកនោះក្មួយធ្លាប់ឮចាស់ទុំនិទានតមកហើយលោកឪពុកធំនោះជាចង្គៀងរបស់អ៊ំហើយណែក្មួយប្រុសចុះទៅយកឲ្យអ៊ំទៅណាជីវិតក្មួយនឹងបានស្គមកាន់មិនខានប៉ុន្តែល្អាងភ្នំនេះមានផ្ទាំងថ្មបិទជិតពីមុខអញ្ចឹងធ្វើមិនដេចក្មួយនឹងចុះទៅយកបានទៅលោកឪពុកធំមិនធ្វើទេក្មួយប្រុសល្អាងភ្នំទាំងនេះគ្រាន់តែអ៊ំសែបមុនគាថាបន្តិចវានឹងរបើកចេញភ្លាមណាក្មួយប្រុសចាំអ៊ំបន្តិចណាបាទម៉ែអីសូមគុណបារមីអាសុរីអាសុរិតគុណកន្តងខៀវជួយសន្តិដ្ឋបើផ្ទាំងបាំងបិទដូចសក្តីប្រាថ្នាអាងភ្នំបើកចេញហើយជីអាងភ្នំអីក៏ឃើញជ្រៅក្រឡុងងងឹតសូនឈឹងអញ្ចឹងខ្ញុំមិនហ៊ានចោះទៅទេលោកឪពុកធំហើយណែមិនធ្វើទេក្មួយប្រុសណែនេះជាដាវបិសាចក្មួយទទួលយកទៅសម្រាប់ការពារខ្លួនណាតែក្មួយប្រុសត្រូវចាំថានៅពេលយកបាតចង្គៀងទឹកហើយត្រូវបកគលឲ្យអ៊ំភ្លាមណាបាទខ្ញុំសូមចងចាំបណ្ដាំរបស់លោកឪពុកធំហើយបើអញ្ចឹងខ្ញុំចោះទៅឲ្យលោកឪពុកធំទៅចោះតែប្រយ័ត្នខ្លួនផងក្មួយតើចង្គៀងទឹកនៅកន្លែងណាពួកព្រៃបិសាចនេះពួកឯងជិះឆ្ងាយទៅពួកឯងស្លាប់ឲ្យអត់ទៅពួកឯងស្លាប់ទៅតើចង្គៀងទឹកនៅកន្លែងណាចង្គៀងទឹកតើអ្នកមានមហិទ្ធិឫទ្ធិយ៉ាងណានឹងចង្គៀងទឹកហើយចាំសិនចង្គៀងទឹកជាគេមរតកព្រះជាដែលត្រូវបាត់បង់ជាយូរឡងមកហើយមានតែណាត់ទេដែលមានភ័ព្វវាសនាខ្ពស់តើទទួលបាននៅចង្គៀងទឹកនេះចូលណាក់ថែរក្សាបានត្រឹមត្រូវក៏បណ្ដោយអវត្ថុស័ក្តិសិទ្ធិនេះណាក់ក្នុងកណ្ដាប់ដៃចូលខូចឲ្យសំណាខ្ញុំសូមចងចាំបណ្ដាំរបស់ព្រះនាងហើយប្រសើរហើយយើងលៀនណាក់សិនហើយ